តាបងប្អូនយើងមកញ៉ាំនំសណ្តែកក្រហមនំសណ្តែកក្រហមនេះគឺយើងត្រូវមានសណ្តែកក្រហមមានសណ្តែកខ្មៅហើយនឹងកតណៅពណ៌ខ្មៅអញ្ចឹងយើងយក100ក្រាមដូចគ្នាមកបន្ទាប់មកគឺយើងចាក់ចូលគ្នាមកយើងលាងទឹកវាឲ្យស្អាតទៅនៅពេលដែលយើងលាងទឹកស្អាតហើយយើងយកទៅដាក់ដាំវាឲ្យឆ្អិនមកអញ្ចឹងនៅពេលដែលយើងកំពុងដាំសណ្តែកហ្នឹងយើងមកលាយម្សៅបន្តិចគឺយើងយកកៅរបស់យើង100ក្រាមដូចគ្នាយកមកគឺយើងដាក់លាយជាមួយនឹងទឹកក្តៅរបស់យើងហ្នឹងឲ្យរលាយមកហើយបន្ទាប់មកទៀតគឺយើងយកម្សៅរបស់យើង250ក្រាមគឺម្សៅមីរបស់យើងហ្នឹងហើយនៅពេលដែលយើងយកមកយើងចាក់ចូលជាមួយនឹងកៅរបស់យើងហ្នឹងហើយបន្ទាប់មកទៀតគឺយើងបន្ថែមជាមួយនឹងម្សៅឡើងរបស់យើងអញ្ចឹងយើងកូរច្របល់ចូលគ្នាឲ្យសព្វមកនៅពេលដែលសព្វហើយយើងទុកឲ្យវាឡើងបន្តិចបានយើងយកមកលុញបែបហ្នឹងលុញហើយបានយើងដាក់សណ្តែករបស់យើងចូលមកហើយយើងបន្ថែមជាមួយនឹងពទ្រាក្រហមបន្ទាប់មកយើងកាត់វាជាដុំបែបហ្នឹងមកយើងយកមកចំហុយអញ្ចឹងគឺយើងចំហុយតែ15នាទីគឺឆ្អិនហើយនៅពេលដែលឆ្អិនហើយគឺសាច់នំវាបែបហ្នឹងគឺទន់មកល្មមយើងអាចញ៉ាំបានហើយរសជាតិក៏ឆ្ងាញ់ដែរបងប្អូនអាចសាកធ្វើខ្លួនឯងមើល